ថ្ងៃនេះមកស្លម្ជូរគ្រឿងញ៉ាំតើបងប្អូនមករៀបចំស្លម្ជូរគ្រឿងជាមួយនឹងខ្ញុំទាំងអស់គ្នាណាជំរាបសួរអេសួស្ដីពុកម៉ែមីងបងប្អូនទាំងអស់គ្នាពីប្រទេសបារាំងទៅទៀតហើយថ្ងៃនេះគឺនាងខ្ញុំមកស្លម្ជូរគ្រឿងញ៉ាំតើបងប្អូនមកស្លជាមួយនឹងខ្ញុំទាំងអស់គ្នាឥឡូវនេះគឺខ្ញុំដាក់ខ្លាញ់ឲ្យក្តៅទៅបងប្អូនបន្ទាប់មកចាក់គ្រឿងដែលយើងបុកហើយនឹងចូលទៅបន្ទាប់មកយើងលីងគ្រឿងនោះឲ្យវាឈ្ងុយឈ្ងប់ពេញផ្ទះនឹងទៅបងប្អូនហើយកុំខ្វល់ពីអារម្មណ៍ឲ្យក្មេងឲ្យប្តីហើយបន្ទាប់មកនាងខ្ញុំក៏ដាក់ប្រហុកចូលទៅប្រហុកនឹងប្រើមិនសូវច្រើនទេបងប្អូនហើយស្លម្ជូរគ្រឿងមួយឆ្នាំនឹងមនុស្សស្រុកខ្មែរវិញដាក់ប្រហុកច្រើនតែនេះខ្ញុំមិនសូវដាក់ច្រើនទេដោយសារប្រហុកស្រុកនេះគឺយើងមិនសូវស្រវូនអញ្ចឹងណាយើងដាក់លេលោកតាមនឹងទៅហើយយើងក៏ដាក់ស្លឹកក្រូចគល់ក្រែមដេញដើម្បីលីងមួយគ្រឿងឲ្យវាឈ្ងុយល្អអញ្ចឹងណាបងប្អូនយើងក៏បន្ថែមស្ករបន្តិចចូលទៅហើយយើងក៏កូរវិតចូលទៅមុនទៅបងប្អូនយើងកូរវិតឲ្យវាចូលចិត្តគ្នាជាមួយនឹងគ្រឿងក្រូវនឹងបានតបមកយើងក៏បន្ថែមជាមួយនឹងសាច់គោចូលទៅហើយយើងក៏ចាក់ទឹកចូលបន្តិចទៅអាទឹកយើងត្បាល់ដែលយើងបុកគ្រឿងមិញហ្នឹងបងប្អូនហើយយើងក៏បន្ថែមជាមួយនឹងពោះគោនិយាយទៅអ្នកដែលចូលចិត្តញ៉ាំពោះគោអីហ្នឹងមិនយល់អារម្មណ៍មួយហ្នឹងថាពេលដែលបានស្លដាក់ពោះគោអញ្ចឹងទៅអូយឆ្ងាញ់មែនទែនបងប្អូនហើយជាពិសេសនេះខ្ញុំថ្ងៃហ្នឹងគឺគ្រប់គ្រឿងតែម្ដងបងប្អូនមានទាំងសាច់មានទាំងឆ្អឹងជំនីមានទាំងពោះគោហើយនេះខ្ញុំក៏បន្ថែមអំបិលបន្តិចទឹកត្រីបន្តិចចូលបងប្អូនហើយយើងមិនមែនចាក់តែប៉ុណ្ណឹងទេបងប្អូនគឺយើងចាក់មកវារៀងច្រើនបន្តិចទៅបងប្អូនឲ្យមកលេចសាច់នឹងអញ្ចឹងណាហើយនេះគឺស្លរបស់សាច់របស់យើងគឺយើងចូលចិត្តគ្នាឆ្អិនល្មមហើយយើងក៏មកបន្ថែមជាមួយស្លឡើងមួយឆ្នាំទៅបងប្អូនតែម្ដងបងប្អូនណាហើយញ៉ាំតែម្នាក់ឯងទេដោយសារតែអ្នកផ្ទះនេះក៏អត់ចូលចិត្តស្លម្ជូរគ្រឿងអញ្ចឹងទេបងប្អូនហើយយើងក៏បន្ថែមជាមួយនឹងអំពិលទុំចូលទៅហើយយើងក៏ងាស់វាមកអំពុះអីទៀតទៅហើយយើងក៏ភ្លក់រសជាតិទៅថារសជាតិវាបែបម៉េចអញ្ចឹងណាបើខ្វះស្ទើរអីត្រង់ណាថែមត្រង់ហ្នឹងទៀតទៅបងប្អូនយើងភ្លក់ហើយយើងថែមគ្រឿងក្រូវតាមហ្នឹងទៅបងប្អូនបន្ទាប់មកយើងក៏គ្របទុកមកទុះសិនទៅឲ្យវាផុយសាច់បានល្អអញ្ចឹងណាហើយនេះស្លរបស់យើងគឺបានឆ្អិនហើយបងប្អូនប៉ុន្តែមិនមែនប៉ុណ្ណឹងទេដោយសារនេះខ្ញុំដួសម្លេចដាក់កូនឆ្នាំងយកមកញ៉ាំពេលដែលនេះខ្ញុំញ៉ាំគឺនេះខ្ញុំម្លេចដាក់កូនឆ្នាំងអញ្ចឹងបងប្អូនហើយនេះខ្ញុំចង់ថែមតកួនចង់ថែមខ្ទិះដូងគឺថែមពេលដាក់កូនឆ្នាំង